នាងក៏យកចិត្តមិនដែលទន់ខ្ញុំវិញពីបានដោះស្រាយស្នេហ៍ក្តៅក្រហាយគឺចោទថាខ្ញុំអ្នកខំមិនรู้គេគិតថាខ្ញុំនេះមិនស្មងខំតាមសុំទោសឲ្យនៅហួរអង្គុយស្ដាយឯងក៏មិនគង់ទីគ្នាដឹងកាន់ស្អីទេស្នេហ៍គេដូចគ្មានអារម្មណ៍ចង់ត្រូវគ្នាណាចង់ជួបជុំគេដូចមុនតែគេនៅយំខ្ញុំត្រឹមសំណំទទួលធំនេះហើយគឺជារឿងស្នេហ៍កើតនៅស្រុកស្នេហ៍រឿងស្នេហ៍មានក្រុមរស់ជាតិខ្លាំងយំខ្លាក៏ចង់ស្លាប់ផងខ្លាទៀនមួមងទូកលរបបមិនខ្លាចឈឺនេះហើយស្នេហាស្រុកស្នេហ៍តែស្មងជាងគេបនសពមិនអាចកាន់ខ្លីយូរខ្លួនចុកlênពួកក្របីក៏ស្នេហ៍ភក្តីនៅចាលើដីស្រែជាដេញមកមើលស្នេហាស្រុកស្រែខ្ញុំល្អជាងគេមានស្នេហ៍មាននាងបងខំស្នេហ៍ខ្ញុំរីករាយបានសុខយើងរួចជួបជុំព្រោះសង្សារខ្ញុំនាងក៏យកចិត្តមិនដែលទន់ខ្ញុំវិញពីបានដោះស្រាយស្នេហ៍ក្តៅក្រហាយគឺចោទថាខ្ញុំអ្នកខំមិនรู้គេគិតថាខ្ញុំនេះមិនស្មងខំតាមសុំទោសឲ្យនៅហួរអង្គុយស្ដាយទីគ្នាដឹងកាន់ស្អីទេស្នេហ៍គេដូចគ្មានអារម្មណ៍ចង់ត្រូវគ្នាណាចង់ជួបជុំគេដូចមុន